okay ហ្នឹងហើយសួស្តីអ្នកនរគ្នាហ្នឹងហើយនេះខ្ញុំចង់ចែកម្លែងតិចទៅនឹងកម្មវិធី AutoCAD តាក់ទងជាមួយនឹង background ដល់ពេលដែលអ្នកនរគ្នាចូលមកឃើញ AutoCAD ខ្លះផ្ទៃ background នេះ background នៅលើ workspace របស់យើងហ្នឹង AutoCAD ខ្លះពណ៌សខ្លះពណ៌ខ្មៅអញ្ចឹងណាអាហ្នឹងតាមយើងកំណត់ទេយើងចង់បានពណ៌ណាយើងដាក់ពណ៌ហ្នឹងទៅអញ្ចឹងណាអញ្ចឹងដើម្បីចូលទៅដូរវាបានយើងវាយ command OP ឬក៏ option យើងវាយ command OP មកហើយយើង enter ឬក៏ space បានដែរអូខេហ្នឹងហើយយើងចូលមកកាន់កន្លែងយើងវាយ option មកហើយយើងមើលកន្លែង display មកចូលកន្លែង display នេះមកហើយអូខេហ្នឹងហើយចូលកន្លែង display នេះមកហើយយើងមើលមកខាងក្រោមនៅក្នុង window element ហ្នឹងគឺយើងមើលនៅខាងក្រោមហ្នឹងខាងក្រោមកន្លែងវាមាន show roller tool tip display file tab នេះមើលកន្លែងខាងក្រោមនេះអូខេហ្នឹងហើយយើងចូលកណ្ដឹងមកយើងមើលកន្លែង display ហើយយើងមើលមកក្រោមវាមានពាក្យ color ហើយនិង font តែយើងយកកន្លែង color នេះមកហើយយើងតទៅទៀតយើងមើលកន្លែង color ហ្នឹងគឺផ្សេងយើងមិនដូរទេយើងដូរកន្លែង color នេះតើតើនឹងពណ៌ background នៅ workspace របស់យើងកន្លែងនេះគូខ្លាំងតើយើងចង់បានពណ៌អីអញ្ចឹងយើងកំណត់តាមពណ៌ដែលចង់បានមកជាទូទៅគេប្រើពណ៌សឬក៏ពណ៌ខ្មៅតែពីច្រើនយកពណ៌ខ្មៅដោយសារវាអត់សូវចាំងភ្នែកអញ្ចឹងអញ្ចឹងកន្លែងនេះបើយើងចង់បានពណ៌សយើងដាក់ពណ៌សមកហើយយើង apply ទៅវាយើងបានពណ៌សហ្នឹងបើយើងចង់បានពណ៌ខ្មៅវិញទេយើងចូលទៅដូរវិញទៅ black មកហើយយើង apply ទៅអូខេជាការស្រេច close រួចរាល់អញ្ចឹងពណ៌វាdata ពេលយើងចង់បានអញ្ចឹងហ្នឹងហើយអូខេ